ដោយសារការជឿទុកចិត្តទីហើយព្រោះខ្ញុំជាមួយប្រយុទ្ធច័ន្ទអូចាអតីតនាយករដ្ឋមន្ត្រីនៃប្រជាជាតិចាស់ថៃពីឆ្នាំ2014រហូតដល់ឆ្នាំ2023រយៈពេល9ឆ្នាំបានធ្វើការជាមួយគ្នាយ៉ាងល្អដន់ខ្ញុំជាមួយអាដាមអតីតនាយករដ្ឋមន្ត្រីប្រយុទ្ធច័ន្ទអូចាបានធ្វើដំណើររួមគ្នាទៅលើរថភ្លើងឆ្លងកាត់ប៉ោយប៉ែតដែលបង្ហាញពីការតភ្ជាប់ខាងមួយផ្នែកគឺស្ទឹកបត់តែមួយខាងទៀតភ្លើងដែកសម្រាប់ការតភ្ជាប់ដោយសារការជឿទុកចិត្តនេះហើយបានជាខ្ញុំក្នុងឋានៈជានាយករដ្ឋមន្ត្រីដែលមានអំណាចពេញលេញគឺมันបានត្រៀមរៀបចំណាមួយសម្រាប់ការប្រយុទ្ធទេអញ្ចឹងពេលដែលមានសភាពការគឺយើងនេះជាកំហុសរបស់ខ្ញុំមិនមែនជាកំហុសនាយករដ្ឋមន្ត្រីបច្ចុប្បន្នទេជាកំហុសរបស់ខ្ញុំដែលខ្ញុំខ្វះការត្រៀមរៀបចំខ្លួនដើម្បីការប្រយុទ្ធមួយប៉ុន្តែទោះបីយ៉ាងណាក៏ដោយយើងក៏បានទប់ទល់សភាពការនៃសង្គ្រាមនេះហើយខិតខំដោះស្រាយដល់សន្តិវិធីមានបញ្ហាខ្លះយើងត្រូវហ៊ានទទួលខុសត្រូវទៅលើបញ្ហាអតីតកាលដែលខ្លួនបានសាងខ្លួនខ្ញុំដោយសារតែជឿទុកចិត្តគេពេកអញ្ចឹងសមត្ថភាពផ្នែកអាវុធយុទ្ធភ័ណ្ឌគឺហាក់ដូចជាថាវាស្រឡាញ់លុយពេកចង់យកលុយទៅធ្វើស្ពាតចង់លុយទៅធ្វើផ្លូវចង់យកលុយទៅធ្វើនេះធ្វើនោះធ្វើមន្ទីរពេទ្យធ្វើសាលារៀនអូក៏ភ្លើងម្ដងក្របជួនកាលមកក្របតម្លៃរាប់សិបម៉ឺនក៏មានដែរហើយតម្លៃក៏នៅក្របខ្ញុំនិយាយពីក្របបាញ់ធម្មតា BM21 កាលពីមុននេះត្រឹមតែ$1,200ទេឥឡូវ$4,000ក្នុងប្រកបក្នុងប្រកបចឹងទេដោយសារតែចង់សន្សំលុយដើម្បីទៅយកបង្វែរឲ្យការចំណាយវិស័យយោធាទៅកាន់វិស័យសង្គមកិច្ចនិងអប់រំជាពិសេសគឺវិស័យសុខាភិបាលនិងអប់រំដល់ទៅពេលមានការគឺយើងបែរជាយុទ្ធភ័ណ្ឌរបស់យើងវាមិនគ្រប់គ្រាន់ប៉ុន្តែយ៉ាងណាក៏ដោយយើងអត់ចង់យើងនិយាយរួមមិនចាំយើងមិនគិតថាវាមានសង្គ្រាមឈ្លានពានមួយកើតឡើងលើទៅទូទាំងព្រំដែនរាលដាលតាំងពីមុំ3រហូតទៅដល់មាត់សមុទ្រយើងមិនគិតថាវាមានរឿងនឹងកើតឡើងទេនេះគឺតាត្រៀមរៀបចំជាមួយប៉ុន្តែឥឡូវរឿងវាបានកើតហើយខ្ញុំមិនចង់និយាយថយក្រោយច្រើនពេកទេប៉ុន្តែថ្ងៃនេះខ្ញុំមានសារពិសេសជូនចំពោះពលរដ្ឋកម្ពុជាទាំងអស់ទាំងនៅទីនេះនិងនៅទូទាំងប្រទេសដែលនឹងមានការផ្សព្វផ្សាយនៅទូទលំទលាយនៅក្នុងប្រទេសក៏ដូចជាទៅក្រៅប្រទេសពិតមែនតែខ្ញុំមិនមែនជានាយករដ្ឋមន្ត្រីតទៅទៀតក៏ប៉ុន្តែយ៉ាងហោចណាស់ពេលនេះខ្ញុំជាប្រមុខរដ្ឋស្ដីទីហើយក៏ជាប្រធានគណៈបកកណ្ដាលអំណាចមួយដែលជានិច្ចកាលត្រូវធ្វើការជាប់ជាមួយនឹងនាយករដ្ឋមន្ត្រីមិនមែនជាបញ្ហាឪឬកូនទេក៏ប៉ុន្តែរឿងវាបែបនេះក្នុងរចនាសម្ព័ន្ធអំណាចបើទោះបីខ្ញុំមិនមែនជាប្រមុខរដ្ឋស្ដីទីខ្ញុំជាប្រធានព្រឹទ្ធសភាក៏នៅតែខ្ញុំមានលទ្ធភាពដើម្បីនឹងពិភាក្សាអំពីកិច្ចការទាំងអស់នេះឥឡូវដំបូងខ្ញុំចង់ប្រសិទ្ធនាមហេតុអីបានយើងត្រូវកសាងផ្ទះនេះតើផ្ទះនេះភូមិនេះគួរដាក់ភូមិអីខ្ញុំសំណូមពរចេះយើងមិនមែនធ្វើភូមិនេះហើយយើងបោះបង់ចោលការទាមទារដីរបស់យើងទេភូមិនេះខ្ញុំសូមស្នើដាក់ថាជាភូមិរងចាំ
ចឹងសូមបែងចែកប្លុកទៅភូមិរងចាំទី1ភូមិរងចាំទី2ភូមិរងចាំទី3ភូមិរងចាំទី4ព្រោះភូមិវាធំ4ម៉ែត្រ4គីឡូ4ជ្រុងសូមអរគុណហើយដល់កែកម្យ៉ាងដែលបានផ្ដល់ដីនេះសម្រាប់ការសាងសង់ហេតុផលខ្ញុំមានន័យរបស់ខ្ញុំមិនមែនបងប្អូនមករស់នៅនេះទីនេះហើយយើងមិនទៀមទាត់ដីរបស់យើងត្រឡប់មកវិញទេដីរបស់យើងគឺយើងត្រូវទៀមទាត់ត្រឡប់មកវិញប៉ុន្តែថ្ងៃនេះគឺជាថ្ងៃដែលខ្ញុំត្រូវបកស្រាយដោយចំហនាយករដ្ឋមន្ត្រីបាននិយាយហើយថាដោះស្រាយដោយសន្តិវិធីមិនថានាយករដ្ឋមន្ត្រីទេសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសសេចក្តីថ្លែងការណ៍របស់ក្រសួងការវិជាតិសិតតែបានបញ្ជាក់ថាការដោះស្រាយដោយសន្តិវិធីតើសន្តិវិធីនេះវាយ៉ាងម៉េចហើយឥឡូវយើងកំពុងតែបាត់បង់ផ្ទះសម្បែងដីធ្លីមួយចំនួនដែលទាហានថៃកំពុងកាន់កាប់យើងមិនបានទទួលស្គាល់នៅការប្រើប្រាស់កម្លាំងដើម្បីកាន់កាប់ទេចំណុចនេះគឺជាចំណុចដែលនៅលើពិភពលោកអត់មាននរណាប្រើប្រាស់កម្លាំងដើម្បីនឹងកំណត់ព្រំដែនទេនៅលើព្រំដែនទេឥឡូវជំរើសមានតែពីរទេជំរើសមានតែពីរទេខ្ញុំសូមឲ្យបងប្អូននៅទីនេះក្តីនៅទូទាំងប្រទេសក្តីនិងបងប្អូននៅក្រៅប្រទេសក្តីសិក្សាឲ្យបានច្បាស់ហើយធ្វើសមាធិឲ្យបានច្បាស់ទៅលើការដោះស្រាយដំណោះស្រាយតើយើងយកដំណោះស្រាយមួយណាមានការជ្រើសរើសតែពីរទេមួយគឺការប្រើប្រាស់កម្លាំងដើម្បីវាយយកត្រឡប់មកវិញហើយមួយទៀតការដោះស្រាយដោយសន្តិវិធីពួកជលនិយមខ្មែរមួយចំនួននៅក្រៅប្រទេសចង់ណាស់ឲ្យយើងប្រើប្រាស់កម្លាំងដើម្បីវាយកាន់កាប់ត្រឡប់មកវិញប៉ុន្តែខ្ញុំសូមសួរបងប្អូននៅទីនេះតើចង់មានសង្គ្រាមសាជាថ្មីឬអត់សូមលើកដៃមើលឥឡូវអ្នកណាខ្លះចង់ឲ្យវាយឥឡូវនឹងសុំសួរអ្នកណាខ្លះចង់ឲ្យប្រើប្រាស់កម្លាំងសូមបញ្ជាក់ខ្ញុំជាអតីតទាហានតាំងពីអាយុ18ឆ្នាំរហូតដល់ពេលនេះខ្ញុំនៅតែជាតួអង្គម្នាក់ក្នុងចំណោមតួអង្គដែលមានឥទ្ធិពលទៅលើកម្លាំងប្រអាវុធក៏ប៉ុន្តែរឿងនេះយើងត្រូវឃើញឲ្យច្បាស់ជាមុនតើយើងត្រូវយកតាមការញុះញង់របស់ពួកជននិយមនៅក្រៅប្រទេសនេះឥឡូវខ្ញុំសូមបញ្ជាក់ហេតុអីបានជាយើងមិនប្រើប្រាស់កម្លាំងដើម្បីនឹងវាយកាន់កាប់ខ្ញុំសូមអានជាមួយនឹងការសេចក្តីថ្លែងការណ៍នៃបទជុបាញ់កាលពីថ្ងៃទី7ថ្ងៃទី27គឺពួកខ្ញុំដាក់មកដែរព្រោះកុំឲ្យនិយាយខុសទៅនិយាយទៅវាខុសមិនខ្ញុំមិនចាំទេក៏ប៉ុន្តែខ្ញុំចង់អានឲ្យវាចំចង់អានឲ្យវាចំក្នុងនេះខ្ញុំសូមរំលឹកទី1ភាគីទាំងពីរឯកភាពគ្នាលើបទជុបាញ់ជាបន្តក្រោយការចុះហត្ថលេខាលើសេចក្តីប្រកាសរួមគិតចាំពីម៉ោង12ថ្ងៃត្រង់ម៉ោងក្នុងសពថ្ងៃទី27ខែធ្នូឆ្នាំ2025ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធគ្រប់ប្រភេទគ្រប់ករណីនិងនៅគ្រប់តំបន់ដោយរាប់បញ្ចូលទាំងការវាយប្រហារលើជនស៊ីវិលគោលដៅហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងកម្មវត្ថុខាងយោធារបស់ភាគីម្ខាងទៀតភាគីទាំងពីរត្រូវជៀសវាងការផ្ទុះអាវុធដោយគ្មានមូលហេតុ
หรือทั่วสกัมเพียบรลตมุกหรือจะลัดกำลังตะลือตีตั้งหรือกองกำลังระบบพิกีมาขางทิศขนมกาลเทศนากระดอยพิกีตั้งปีมันเติมบ่มเปลี่ยนcáchพอเปลี่ยนนิชดักขาดปีพิกีตั้งปีให้กับเพียบเนื้อรักษาการช่วยจึงในกองกำลังระบบล้วนในตีตั้งปัจจุบันโดยมันเติมทั่วสกัมเพียบจะลัดกองกำลังประแทนทิศมันเติมให้เมียนการทั่วสกัมเพียบจะลัดกองกำลังโดยรับบรรโจจากการระบาดโจตะคำที่ตั้งระบบพิกีมาขางทิศใบพิกีแต่ปีให้กับเพียบเพียธารอการปรมเปรียงกรอมจากในประกาศรวมดิมันเติมทั่วให้ปะปอดอลกาขันใส่มาพรมแดนนังพรมแดนอันตรายเชียดระเวียงประเทศจังปีนุกตีเพียกี้จังปีให้กับเพียบเรียบประกุลตัวนาทีให้คณะกรรมการจำรองพรมแดนบนต่ออนุวัตกาวาเวนนังขันใส่มาพรมแดนให้บ้านชับระบ่มพดสอบตามกัจโปรมเปลี่ยนแดนเมียนสรับระเวียงประเทศจังปีตามไม่สำเร็จบ้านสันติเพียบอยู่ไว้ตามบันไดพรมแดนเพียกี้ตั้งปีให้กับเพียบเคลียทานังปราปรายนกาได้เมียนสรับในคณะกรรมการจำรองพรมแดนตามใบตัวนี้สวัสดิเพียบนังสันติศัพท์กระบอกกรมการเงินจำรองตัวเลือกที่ตั้งจะแสดงต่อรับบรรจุเตียงสวัสดิเพียบปีจอห์นมินเพียกี้ตั้งปีให้เพียบเชื้อท้าคณะกรรมการจำรองพรมแดนนังปดอลอาทิเพียบปุ๊บพดเลือการเนียวเวนังคันใส่มาพรมแดนในดอมวันร้องพอลปะพอลแต่เมียนชนสิบรถหนึ่งจำนวนที่ใบนี่คือเชียจำนวนได้ยืงเต้าแต่อัดหมดบนเต็กโปรในครองสักได้พร้อมเปรี้ยงในประกาศโชคบันเมียนในยืนตะดอลปัญหาเตะตันหนึ่งก้าวว่าเวงกำนัดพร้อมได้ตรองท่าเลยดิข้ามเปียกไข่เปียกีไทยเยอะหายยุกยุลอัมพิกายืดยาวระบอกก็ปัจจัยสักคำท่าพวกก็นึงกรุบนึงกาสัญญาตัวเลือไว้ได้เบียดด้วยในตรองท่าเปรมอนก็เติมรมลีสเพียให้ก็เติมวัชนาลาเวงก็ท้ารับทัดมาจำประเทศคือสถิติอันนั้นก็ก็มีเหตุพอจังกลายมาก็ท้าประเทศกันนะกรรมการพรมแดนมันตอนบานจัดตั้งนั่นก็ไปเยอะที่เถอะได้แล้วก็ไปเยอะท้ามาไปเยอะนึงด่าได้ปัญหาสมมติตื้อกล่าวมานุสัญญาองค์การสหประชาชาติในฉบับสมมติแต่ถ้าก็มันจะบาก็มันจะเตะปิดพบโลกโชว์มือหรือยังไงแต่ต้นหน้าก็ท่าคันที่ใบได้กันนะกรรมการผมนั้นเธอสกรรมเทียบเธอสกรรมเทียบนี่จิตการเจ้าหัตถเลขาเราเวียนเพียกีตั้งปีในครองดำนาการในวัดฉบับในวัดฉบับปัญหาเรื่องสมบูรณ์มันยังจะเป็นแต่ยังตระไว้โดยปราบกำลังมันไม่บ้านจะกินทักกัมพูชีขมิ้นลัดตะเพียบตลอดสารดีปนใจเครื่องซ้อมบังห้างอัมพีพอลบ้าบาสันจะยืงตัววุฒเพลี่ยมยืงกรอบตีมวยคือจะกรอบแดดไปกัมพูชีตรึปราชัยแห่งไอยืงประตูปราชัยข้างพระนโยบายในการทูตโดยยืงจะเนี่ยบ่มเปี้ยนการชกบันแต่เราเพราะการนาตะไว้แต่ดำคือยืงตั้งแต่ประตูหมดนะวิชาการทอมนะบ่ยืงประตูหมดเถิดแต่ไว้แต่ดำคือเถิดแต่ประตูหมดหมองบ่ประตูหมดมุ่นเมียนในทางกัมพูชีเถิดแต่ตัวการขัดบ้องทมเท่งแต่เลือปัญหาแต่ต้นจะงวยนึงรวมลบเลือบอดชบันจำอันตรายเชียบดักดักกับพ่อหมดเลยยังทวนโค
hỏi cái chặt túc thời dương chỉ nè có hết cái chặt chúc thời dương chỉ nè có hết đôi xe dương họ tới thua rương đi tìm họ tới thua rương đi tìm năng cứ chia bà chế khang thì vô vai nè cả tu phliêng tới chom chăm từ lời chủ này đi hỏi xong hai buồn nè để dùng cho rồi cái đắp hỏi chóp tay nhà hà còn mới chưa mà đang từ mơ pri tầng mùi nè mình toàn miễn lát tập hiệp thua để vô rằm thấy hỏi con mình lát thua để vô rằm thấy đây hỏi nèខ្ញុំគ្រប់គ្រងប្រទេសនេះរយៈពេល37ឆ្នាំ47ឆ្នាំមួយហើយក្នុងនោះមកតំណែងជានាយករដ្ឋមន្ត្រី38ឆ្នាំដូច្នេះខ្ញុំស្គាល់ថាតើអ្វីគួរធ្វើអ្វីដែលមិនគួរធ្វើគួរធ្វើការបរាជ័យខាងផ្នែកនយោបាយនិងការទូតវាធ្ងន់ធ្ងរជាងការបរាជ័យខាងយោធាទៀតពិភពលោកលេខយោគយល់ឥឡូវនេះពិភពលោកមានអ្នកណាជឿថាប្រទេសទូចមួយហ៊ានទៅលូកខ្លោមធំទៅវាយប្រទេសដទៃទេមិនដែលមានទេពិភពលោកក៏ប៉ុន្តែមានសមានចិត្តចំពោះយើងបើយើងទូអាវុធដើម្បីនឹងយកមកត្រឡប់មកវិញគឺច្បាស់ណាស់ថាក្របទី1ដែលចេញទៅស្មើនឹងការចាញ់របស់យើងខាងផ្នែកនយោបាយនិងការទូតសម្រាប់កម្ពុជាយើងចំពោះមុខផ្នែកអន្តរជាតិមិនថាប្រទេសតូចឬប្រទេសធំទេទី2លទ្ធផលយើងអាចដឹងបានប្រសិនបើអាវុធទៅផ្ទុះកងទ័ពរបស់យើងក៏ទៅស្លាប់កងទ័ពរបស់យើងក៏ត្រូវរបួសប្រជាជនក៏ត្រូវស្លាប់ប្រជាជនក៏ទៅរបួសសូម្បីតែភូមិដែលយើងកំពុងសាងសង់ហើយនេះក៏អាចនឹងរត់ចោលសារជាថ្មីម្ដងទៀតដែរព្រោះយើងពីនេះទៅព្រំដែនដូចជា8គីឡូម៉ែត្រទេយូរបាទត្រឹមតែ8គីឡូទេណាកំភ្លើងធំគេអាចបាញ់មកដល់ដ្រូនគេអាចបាញ់មកដល់យើងក៏បាញ់ទៅដល់គេវិញដែរអញ្ចឹងតើយើងត្រូវចំណាយជីវិតទាហាននិងជីវិតរបស់ប្រជាជនប្រមាណអ្នកទៀតហើយតើយើងត្រូវជំនះប្រជាជនប្រមាណអ្នកទៀតអញ្ចឹងរឿងនេះជារឿងដែលយើងមិនចង់បានជារឿងដែលមិនចង់បានអញ្ចឹងដំណោះស្រាយខាងយោធាมันអាចទៅរួចទេហើយម្យ៉ាងទៀតសូមបញ្ជាក់ទោះបីជើងវាយក៏មិនប្រកាសថាយើងវាយបានមិនប្រកាសពួកគេក៏មានកំភ្លើងយើងក៏មានកំភ្លើងអញ្ចឹងបើសិនជាយើងទី1យើងអាចវាយយកមិនបានទី2យើងវាយយកបានហើយក៏ប៉ុន្តែយើងក៏មិនអាចឈរជើងបានដែរវាយទៅវាយមកដោយសង្គ្រាមរវាងតំបន់ហ្គាហ្សានិងអ៊ីស្រាអែលនិងរវាងប្រទេសខ្លះដែលមានព្រំដែនជាប់ចំនួនជាមួយគ្នាវាคล้ายទៅជាចំនួនតពូជតពងតចំណន់ចឹងទេតែយើងចង់បានទេស្ថានភាពបែបនេះយើងពិតជាមិនចង់បានទេដោយឆ្នេះបានជានៅក្នុងរឿងរាប់វត្តជបាញ់យើងត្រូវគោរពនៅការជបាញ់នោះចឹងកងទ័ពរបស់យើងត្រូវធ្វើសកម្មភាពណាក៏ដោយត្រូវថ្នាក់ត្រង់ដល់វត្តជបាញ់កុំបំពេញហើយខ្ញុំសូមនិយាយដោយត្រង់គឺដោយសារតែមានការផុសភេកតាម TikTok ហើយទៅរិនមានមកដែរយុទ្ធភូមិភាគទី5អត់បានមកហើយរឿងសពើលូនរឿងអីយើងទៅកាយដីដាក់ធ្វើជាតំណប់ណាហើយអត់ជួដល់ទៅយករដ្ឋមន្ត្រីទេណាអត់ជួដល់ទៅយករដ្ឋមន្ត្រីអានឹងជាការបង្កហេតុណានាយករដ្ឋមន្ត្រីបានស្ដីបន្ទោសយ៉ាងខ្លាំងណាខ្ញុំក៏បានដឹងតាមរយៈដែលសារខាងនាយករដ្ឋមន្ត្រីដាក់មកខ្ញុំទេខ្ញុំថាអាធនហ្នឹងគឺជាធនគ្រោះថ្នាក់នេះជាការបង្កហេតុរឿងថៃបិទទួលដែនគឺបិទទៅកុំទៅរវល់
chọn bất vẻ mỗi năm biết bất tư mình chăm bách dưới trở thế mình chăm bách dưới trở thế hay đây ban dương thực cai đây đã lơ phơi tha còn oi kia nhảy bị hương bất têរឿងនេះគឺជារឿងខុសដែលមិនអាចធ្វើទៅរួចទេអាចធ្វើទៅរួចព្រំដែនកម្ពុជាថៃត្រង់គាត់បើកឬក៏បិទព្រោះនាយករដ្ឋមន្ត្រីរបស់គាត់ពេលឃោសនាបោះឆ្នោតគាត់និយាយថាអ្នកណាបើកព្រំដែនគឺឆ្កែអញ្ចឹងកុំរងចាំឲ្យសោះហើយយើងខ្ញុំបានឆ្លើយតបប្រមាណដងហើយណែឯងចង់បិទក៏បិទទៅបិទ100ឆ្នាំឬ500ឆ្នាំទៀតក៏បិទទៅហើយយើងចាំបាច់ទៅធ្វើស្អីគាត់បើកក៏ចង់បើកទៅបើចង់បិទគឺបិទទៅអាហ្នឹងរឿងរបស់គាត់យើងអត់មានការចាំបាច់ទៅធ្វើអីទៅជីកដីអីដាក់ទេអញ្ចឹងសូមអ្នកលេង TikTok ទាំងឡាយកុំភ័ន្តច្រឡំអាធ្វើបែបនេះមកក្រន់តែអ្នកលេង TikTok ថាធ្វើអញ្ចឹងបានត្រឹមត្រូវអានេះខុសហើយខុសទាំងអាអ្នកយកដីទៅដាក់ខុសទាំងអាអ្នកដែលទៅសើថាយកដីទៅដាក់ហ្នឹងត្រឹមត្រូវមិនមែនត្រឹមត្រូវទេខ្ញុំនិយាយដោយត្រង់ហ្មងនិយាយដោយត្រង់ថ្ងៃហ្នឹងខាងយើងក៏ត្រៀមបរំថាខាងគេវាយមកលើយើងខាងគេក៏ត្រៀមបរំថាយើងវាយទៅលើគេដោយសារយើងមានវិធានការអញ្ចឹងណាអាហ្នឹងមកពីស្អីណាចឹងចាំទៅដល់ភូមិភាគ5ចាំខ្ញុំនឹងនិយាយអំពីបញ្ហាហ្នឹងអត់មានទេណាព្រំដែនមានតែនាយករដ្ឋមន្ត្រីទេមានតែនាយករដ្ឋមន្ត្រីទេណែមិនអាចឲ្យអ្នកថ្នាក់ខេត្តថ្នាក់ស្អីនាំព្រាទៅធ្វើស្អីកែស្ថានភាពនៅទល់ដែនគឺអត់ទេខ្ញុំសូមប្រដៅមន្ត្រីរបស់យើងទាំងរដ្ឋបាលទាំងកម្លាំងប្រអាវុធបើទោះបីថាមិនមែនចាត់ទុកថាមិនមែនសិទ្ធិអំណាចរបស់ខ្ញុំមិនក៏មិនត្រូវដែរព្រោះខ្ញុំក៏ជាបរិយាតំណាងរបស់ព្រះមហាក្សត្រធ្វើការជាមួយនឹងរដ្ឋាភិបាលលើបញ្ហាកម្លាំងប្រអាវុធហើយនៅក្នុងរយៈពេលកន្លងទៅខ្ញុំក៏នៅតែបន្តការងារអញ្ចឹងសូមបញ្ជាក់ឡើងវិញណាបើសិនជាយើងប្រើប្រាស់កម្លាំងទី1យើងជាអ្នកខុសក្នុងនយោបាយនិងការទូតដោយជាអ្នកបំពានលើបទច្បាប់ទី2ការប្រើកម្លាំងប្រអាវុធយើងអាចទាយលទ្ធផលបានមុនហើយថាកងទ័ពនឹងត្រូវស្លាប់ទៅរបួសប្រជាជនស៊ីវិលនឹងត្រូវស្លាប់ទៅរបួសនឹងត្រូវជំនះប្រជាជនទូទាំងប្រទេសទូទាំងព្រំដែននេះជាលទ្ធផលដែលយើងប្រើប្រាស់កម្លាំងអញ្ចឹងការដោះស្រាយដោយសន្តិវិធីទើបជាការដោះស្រាយមួយដែលផ្ដល់ផលប្រយោជន៍ឲ្យទាំងសងខាងហើយបង្កើតនៅជំនឿទុកចិត្តយើងមិនអាចរស់នៅជិតខាងគ្នាដោយធ្វើជាសត្រូវជាមួយគ្នាមួយជីវិតទេណារឿងគេថាបិទទល់ដែនមិនបើកអីយ៉ាងម៉េចអាហ្នឹងរឿងគេនិយាយឯយើងក៏មានសិទ្ធិនិយាយដែរបិទ100ឆ្នាំឬ500ឆ្នាំទៀតបិទទៅតែខ្ញុំក៏សូមបដៅអាអ្នកនាំតំណែងខាងនោះគេថាពន្ធតំណែងពីនោះមកហើយខាងយើងសិទ្ធិថាមើលតាមទល់ដែនទាំងឡាយដាក់ពួកអាអ្នកនាំតំណែងចូលមកដែលខុសច្បាប់នោះដាក់វាមើលយករឹបអស់ស្អីហើយឲ្យវាទៅរែកដីលេងឯងអញ្ចឹងមើលលេងឯងចាំមើលកែងរាល់ថ្ងៃយើងមានទឹកសុទ្ធរបស់យើងមានមីរបស់យើងមានស្អីរបស់យើងអស់ហើយហើយទៅប្រកាច់យកស្អីហើយជួនខាល់លេងមកសិតជាគង់មន់អាគេមិនស៊ីជើងមន់ឯងមកស៊ីយកជើងមន់មកឲ្យខ្មែរស៊ីអញ្ចឹងមើលអាណាណានិយាយពីអាណាអញ្ចឹងបងអាណាមីណាអញ្ចឹងបងនិយាយស្រួលពួកកុំតថាអាណាវាប៉ះតែប្រុសវាមានមីណាទៀតដកហូតទ្រព្យសម្បត្តិវាឲ្យវាទៅរីកឲ្យវាទៅជីកត្រង់សេជីកស្អីពលកម្មឲ្យវាធួនមើលណាតើវាអត់បានវាស្អីខាងនោះគេថាយើងនឹងខ្វះតំណែង
ហើយយើងខ្វះតំណែងពីអង្ការមួយឆ្នាំជាងហើយល្មមដឹងថាខ្មែរមានលទ្ធភាពគ្រប់គ្រាន់គត់គង់តំណែងខ្លួនឯងគត់គង់តំណែងខ្លួនឯងអញ្ចឹងទេតម្លៃ $10,000 លានរៀងរាល់ឆ្នាំត្រូវឲ្យខាងថៃទុកប្រើខ្លួនឯងចុះហើយយើងជំនួសដោយតំណែងផលិតក្នុងស្រុកហើយបើសិនជាខ្វះតំណែងក្នុងស្រុកយើងនាំតំណែងវៀតណាមនាំតំណែងម៉ាឡេស៊ីនាំតំណែងចិននាំតំណែងសិង្ហបុរីយកមកលក់ស្រុកខ្មែរទៅប៉ុន្តែសំខាន់គឺរុញផលិតតំណែងរបស់យើងខ្ញុំសូមលើកឧទាហរណ៍ក្រុមហ៊ុនផលិតសាប៊ូមួយមុនព្រំដែនត្រូវបិទលក់មួយខែបានតែ$30,000ទេប៉ុន្តែព្រំដែនត្រូវបិទហើយមួយខែឡើងជា$3 លានដូច្នេះវាជាឱកាសមាសឱកាសប្រាក់សម្រាប់ពង្រឹងសេដ្ឋកិច្ចខ្មែរអញ្ចឹងយើងធ្វើទៅការដោះស្រាយដែលយើងត្រូវរងចាំបន្តិចហើយខ្ញុំសូមបញ្ជាក់អ្នកខ្លះគិតថាប្រើប្រាស់កម្លាំងគឺប្រើប្រាស់សន្តិវិធីវាយូរគឺប្រើប្រាស់អាវុធវាលះប៉ុន្តែខ្ញុំសួរត្រឡប់ទៅវិញចុះបើយើងវាយអត់បានអញ្ចឹងទេបានសក្តិថាអានោះវាកាន់តែយូរឬក៏វាយបានប៉ុន្តែកន្លែងហ្នឹងគឺដូចជាតំបន់ប្រទីបតុងអញ្ចឹងប្រទីបតុងមួយជីវិតឥឡូវតបៅវាកើតហើយត្រូវខិតខំព្យាបាលវាតាមរយៈនៃការសម្រុះសម្រួលដោះស្រាយដល់សន្តិវិធីបើថៃមិនគោរពនៅចំណុចទី3នៃកិច្ចព្រមព្រៀងឈប់បាញ់ដែលតាក់ទងនឹងការវាស់វែងកំណត់ព្រំដែនគឺនោះជាភារកិច្ចទទួលខុសត្រូវរបស់ថៃចំពោះមុខសហគមន៍អន្តរជាតិដែលមានយ៉ាងហោចណាស់ AOT គឺអ្នកសង្កេតការអាស៊ានកំពុងតែដើរមើលណាកុងតឺន័រលួសបន្លាគឺទឹកនឹងរាយក្រោយវត្តឈប់បាញ់ទេដូច្នេះមិនមែនបានស្អីថាសហគមន៍អន្តរជាតិខ្វះប្រេងទេក៏ប៉ុន្តែវាមិនតាន់ដល់ដំណាក់កាលដែលត្រូវនិយាយគ្នាចឹងទេខ្ញុំសូមបញ្ជាក់ណាឥឡូវខ្ញុំចង់បញ្ជាក់ឡើងអ្នកណាខ្លះចង់វាយនៅទីនេះអត់ចង់ទេពពវាយទៅរត់ទៀតមិនចឹងឥឡូវយើងធ្វើផ្ទះនៅនេះសម្រួលឲ្យប្រជាជនសិនហេតុអីបើយើងត្រូវធ្វើផ្ទះដោយសារតែយើងត្រូវរងចាំការដោះស្រាយដល់សន្តិវិធីណាហើយបើសិនជាយើងមិនធ្វើផ្ទះតើសុខភាពរបស់ប្រជាពលរដ្ឋយើងទៅជាយ៉ាងម៉េចអញ្ចឹងបានជារាជរដ្ឋាភិបាលខិតខំបញ្ចេញប្រាក់បញ្ចេញកម្លាំងគ្រប់បែបយ៉ាងទាំងអស់ដើម្បីឲ្យប្រជាជនលើផ្ទះហ្នឹងហើយផ្ទះនេះខ្ញុំលួចខ្សឹបដាក់មីក្រូបន្តិចចុះបើទោះបីជាផ្ទះបងប្អូនបានត្រឡប់មកវិញក៏ដោយផ្ទះនេះច្បាស់ណាស់គឺទៅជារបស់បងប្អូនមួយជីវិតទៅហើយទេអាហ្នឹងមកពីចេះវាជាសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រីទេក៏ប៉ុន្តែថ្ងៃដែលខ្ញុំប្រជុំនៅភ្នំពេញខ្ញុំក៏ធ្លាប់បញ្ជូនសារមួយថាលោកនាយករដ្ឋមន្ត្រីអើយឲ្យទៅកត់ត្បកទៅដល់តែថ្ងៃប្រជុំគេមកខ្សឹបថាមុខទៅឲ្យកត់ហើយក៏ប៉ុន្តែបើឲ្យទៅកត់ប្រកាសឥឡូវកត់យល់ខុសថាយើងមិនទៅទាមទារដីយើងវិញទេតែថ្ងៃនេះខ្ញុំបកស្រាយឲ្យលោកនាយករដ្ឋមន្ត្រីអើយហើយជាពេលនេះកំពុងហោះពីហាណូយត្រឡប់មកស្រុកវិញពួកគេទៅប្រជុំអាស៊ាននៅហាណូយទស្សនកិច្ចផងហើយនឹងនៅប្រជុំអាស៊ាននៅវេទិកាអាស៊ានតែមានប្រមាណប្រទេសចូលរួមអញ្ចឹងគេប្រាប់ខ្ញុំថាគង់តែឲ្យទៅគាត់ទេអញ្ចឹងបានមិនហ្នឹងមុនមកដល់នេះខ្ញុំចូលផឹកកាហ្វេដែរខ្ញុំចូលទិញថ្នាំពេទ្យតែប៉ុន្តែទិញថ្នាំពេទ្យអត់ចង់ទៅហើយទិញថ្នាំពេទ្យហើយអីប្រពន្ធគ្រូពេទ្យពេទ្យឈុំណារួចមានស្ត្រីម្នាក់នោះណាគាត់អត់ស្គាល់ខ្ញុំទេ
ដល់ទៅពេលមកទៀតបានកត់ស្គាល់មានទីពោះជូនលុយជូនកាសគាត់ដែរប៉ុន្តែមាន2នាក់គឺជាពាក់លុយខ្ញុំបានសក្តិថាខ្ញុំបាញ់លុយទៅឲ្យគាត់ប៉ុន្តែខ្ញុំអត់តាន់យកតំណែងទេតែសុំឲ្យគាត់បាញ់ត្រឡប់មកវិញគឺកន្លះដុល្លាររួចហើយដាក់លេខទូរស័ព្ទផងដើម្បីថ្ងៃក្រោយខ្ញុំទៀតតំណែងគាត់ខ្ញុំឃើញតែចេះខ្ញុំធ្លាប់ស្គាល់ប្រវត្តិនៃសង្គ្រាម70ដល់75ហើយបន្តទៅ79ដល់98ជនភៀសខ្លួនយើងនៅកន្លែងនេះឃើញក្រៅផ្ទះមានឡានមានម៉ូតូមាននេះមាននោះគេហៅថាក្លីតអ្នកភៀសខ្លួនចំនួនថ្មីប៉ុន្តែយើងមិនមែនចង់បានអាហ្នឹងទេយើងចង់ទៅផ្ទះនៅផ្ទះយើងហ៎យើងមានមុខរបរនៅផ្ទះរបស់យើងក៏ប៉ុន្តែវារឿងវាបានកើតឡើងហើយអញ្ចឹងយើងត្រូវរកដំណោះស្រាយមួយសមស្របដើម្បីឲ្យប្រជាជននៅទីនេះមានសុខភាពយកចេញពីជំរំដែលរស់នៅទាំងលក្ខិលខាមកកាន់ផ្ទះសបាយនេះហើយផ្ទះសបាយនេះខ្ញុំលើកទឹកចិត្តឲ្យបងប្អូនធ្វើតទៅអាខាងក្រោមមិញហ្នឹងអ្នកដែលបានទទួលលុយពីនោះខ្ញុំថាអាខាងក្រោមហ្នឹងចាក់សាកទៅហើយវាស្អាតឥឡូវនេះខ្ញុំក៏ទទួលដែលអាដាមគុំប្រតិបាននិយាយបាញ់មិញទទួលសារពីអាដាមតិចណារដ្ឋមន្ត្រីក្រសួងកសិកម្មដែលទៅទស្សនកិច្ចជាមួយនាយករដ្ឋមន្ត្រីថានឹងមានភូមិក្រៅផ្ទះស្អាតប្រឡងប៉ណ្ណឹងអ្នកណាលេខ1បាន3000លេខ2បាន2000លេខ3បាន1000អញ្ចឹងទៅធ្វើផ្ទះស្អាតទៅ3ខែម្ដង3ខែម្ដងអញ្ចឹងធ្វើផ្ទះស្អាតទៅព្រោះស្អាតហ្នឹងមិនមែនដើម្បីគាត់មកនៅនឹងទេស្អាតដើម្បីយើងអនាម័យនឹងជាវិធីដោះស្រាយរបស់យើងនៅពេលនេះហើយយើងខិតខំយ៉ាងម៉េចការបង្កលក្ខណៈដើម្បីដោះស្រាយនៅបញ្ហាដែលបានចោទឡើងខ្ញុំបញ្ជាក់ទៀតយើងមិនចង់សង្គ្រាមមួយទេហើយយើងក៏បានត្រៀមរៀបចំខ្លួនដែរក្នុងករណីដែលមានការបំពេញបន្ថែមប៉ុន្តែអ្វីដែលខ្ញុំសូមបញ្ជាក់ខាងភាគីថៃក៏និយាយថាគេមិនធ្វើសកម្មភាពទេហើយយើងក៏មិនធ្វើសកម្មភាពដែរបើអញ្ចឹងបើអត់ធ្វើសកម្មភាពទាំងពីរនាក់ត្រូវគ្នាតាហើយសូមបញ្ជាក់ទៅមិនចាំបាច់និយាយរឿងបើករឿងបិទទល់ដែនទេមិនចាំបាច់សម្រាប់ខាងនេះមានបទពិសោធន៍គ្រប់គ្រាន់ហើយក្នុងការដោះស្រាយបញ្ហាណាហើយខ្ញុំសូមអំពាវនាវកងទ័ពដែលចូលក្នុងតំបន់នេះអាជ្ញាធរដែលចូលក្នុងតំបន់នេះជួយទិញនៅកសិផលដែលប្រជាជនផលិតដើម្បីផ្គត់ផ្គង់ឲ្យកងទ័ពរាប់ម៉ឺននាក់នៅតាមខ្សែព្រំដែនទាំងខេត្តព្រះវិហារឧត្តរមានជ័យប្រទេសមានជ័យបាត់ដំបងពោធិ៍សាត់ទិញបន្លែបការបស់ប្រជាពលរដ្ឋសត្វដែលប្រជាពលរដ្ឋគាត់ចិញ្ចឹមយកផ្គត់ផ្គង់ឲ្យកងទ័ពคล้ายទៅជាទីផ្សារកងទ័ពរាប់ម៉ឺននាក់คล้ายទៅជាទីផ្សាររបស់ប្រជាជនដាំបន្លែដាំបកានឹងចិញ្ចឹមសត្វយើងកុំទៅអូសយកបន្លែពីពេញមកអូសយកបន្លែបកាពីក្នុងប្រជាជនយើងនៅជាអ្នកបកបង្កើតផលនៅតាមកន្លែងនេះចឹងទេចំណុចនេះខ្ញុំសូមបញ្ជាក់នេះជាសារសម្រាប់ប្រជាជនជ្រើសរើសឬមួយវាយគ្នាឬមួយដោះស្រាយដោយសន្តិវិធីវាយគ្នាណែឯងគិតថាលះមិនប្រកាសទេវាយចុះវាយឡើងគឺស្លាប់ទាំងសងខាងអាផ្ទះកាន់តែឆេះដោះស្រាយដោយសន្តិវិធីមានជ័យភាពជាងបើទោះបីណាប្រកាសថាអីថាទៅព្រំដែនកម្ពុជាថៃបានចងភ្ជាប់ជាមួយនឹងកិច្ចព្រមព្រៀងអនុសញ្ញាបារាំងសៀម1904និងសន្ធិសញ្ញាបារាំងសៀម1907
ដែលមានវិសាលភាពក្របដណ្ដប់ទាំងព្រំដែនកម្ពុជាថៃនិងព្រំដែនឡាវថៃបើសិនតែប្រកាសលុបសន្ធិសញ្ញាមួយនេះវាស្មើនឹងការប្រកាសលុបជាមួយនឹងព្រំដែនឡាវដែរព្រោះសន្ធិសញ្ញានេះវាចងភ្ជាប់ទាំងពីរភ្ជាប់ទាំងពីរมันអាចគេហៅថាมันអាចទំនើងតាមរយៈចិត្តរបស់ឯងទេចិត្តរបស់ឯងទេយើងត្រូវធ្វើជារដ្ឋដែលគោរពច្បាប់ច្បាប់ណាស់ថាអាពុកកមនាយករដ្ឋមន្ត្រីនៅនិយាយខ្លាំងជាងនាយករដ្ឋមន្ត្រីតើខ្ញុំជឿឲ្យវាទៅនិយាយខ្លាំងជាងវាប៉ុន្មានតែវានៅកាន់អំណាចប៉ុន្តែធម្មតាទេខ្ញុំធ្លាប់និយាយហើយអានោះថានោះលោកនោះបើទោះបីជាគាត់និយាយខ្លាំងអ្វីក៏មុខគាត់នៅតែញឹមព្រោះគាត់កាត់ទៅប្រពន្ធខ្ញុំព្រោះខ្ញុំជាមួយគាត់វាកាត់ទៅវាមានណាហ៊ុនសែននិងរ៉ានីទៅបោកគ្នាទៅចេញហ៊ុនម៉ាណែតបាត់អញ្ចឹងមកវាបើទោះបីជាវានិយាយយ៉ាងម៉េចក៏ដោយនៅរៀនកាលដែលនៅរៀននៅយូយ៉កបងទៅរៀនជុំគ្នាទាំងអស់ទីចុងវត្តវាគោរពបងរបស់វាក៏ប៉ុន្តែវាតាបងដែរវាខ្លាចទៅវាពេលដែលអាបងសម្លុតហ្វូនទៅបដៅហ្វូនទៅប៉ៅទៅមុខអញ្ចឹងទៅបដៅទៅមុខអញ្ចឹងបងវាលួចខ្សឹបគ្នាវាកេះគ្នាប៉ុន្តែមិនមែនបានសង្កេតថាបងមិនគោរពបងទេមិនគោរពបងទេចឹងការបោះឆ្នោតរបស់ខ្ញុំនេះមិនចំនួនមកឲ្យរដ្ឋាភិបាលក៏ប៉ុន្តែมันខុសពីសម្ដីរបស់រដ្ឋាភិបាលទេរដ្ឋាភិបាលមិនតាន់បានបោះស្រាយជុំវិញបញ្ហានេះទេគ្រាន់តែនិយាយថាដោះស្រាយដោយសន្តិវិធីចឹងថ្ងៃនេះខ្ញុំបានលើកយកមកប្រៀបធៀបរវាងដំណោះស្រាយដោយសន្តិវិធីនិងដំណោះស្រាយដោយកម្លាំងប្រវត្តិបងប្អូននៅទីនេះដែលជាអ្នកនៅផ្ទាល់ជាអ្នករងគ្រោះផ្ទាល់រងផលប៉ះពាល់ផ្ទាល់ពីសង្គ្រាមទល់ដែរសិតតែបានបង្ហាញអំពីអរិយាប័ត្រចង់ឲ្យដោះស្រាយដោយសន្តិវិធីមិនមែនដោះស្រាយដោយអាវុធដោះស្រាយដោយអាវុធចឹងទេយើងអាចឃើញបញ្ហានេះច្បាស់ហើយខ្ញុំយកឱកាសនេះខកគុណចំពោះបងប្អូនជនរួមជាតិប្រសងនិងបងប្អូនជនរួមជាតិទាំងអស់ដែលបានផ្ដល់នូវការគ្រប់គ្រងគ្រប់បែបយ៉ាងចំពោះបងប្អូនជនពិសេសក៏ដូចជាកម្លាំងប្រវត្តិនៅតាមព្រំដែនជំនួយជាហោហែបានមកដល់ប៉ុន្តែហើយអានឹងគឺយើងគឺវាមិនចាំទេអានឹងនោះប៉ុន្តែរឿងវាបានកើតហើយតែទុកឲ្យបងប្អូនដៃពោះស្លាប់ហើយរឿងវាចេះទៀតខ្ញុំបានគេមិនចង់ឲ្យយើងកាត់តាំងចូលឆ្នាំទេខ្ញុំបានបង្ហោះសារមួយថារបួសកូនដៃមួយវាមិនគួរធ្វើឲ្យរូបកាយទាំងមូលពិការទេវាបែរជាយកទៅកន្លែងថាលោកហ៊ុនសែនចាត់ទុកថារឿងទល់ដែនប៉ុនកូនដៃវាស្គួតចឹងណាដែលហៅតែក្រុមចឹងបាទខ្ញុំនិយាយថាអានេះងើបមួយវាយមួយអត់បានมันអាចទុកឲ្យប្រមូលរបស់បានទេបកនយោបាយទាំងអស់ធ្វើសកម្មភាពទៅប៉ុន្តែឲ្យចង់ថាឲ្យតាឲ្យងើបមួយវាយមួយព្រោះចេះបើមិនបោះសម្អាតខាងក្រោយទេទល់ក៏មុខអត់បានទេទៅវាយខាងក្រោយឲ្យងាប់សិនវាយខាងក្រោយឲ្យបាក់សិនប៉ុន្តែអាពួកហ្នឹងនៅក្រៅប្រទេសទេប៉ុន្តែខាងក្នុងតែហ៊ានសារលើអញកំពុងប្រឈមជាមួយខាងមុខសត្រូវនៅខាងមុខអញអត់ឲ្យឯងបីអញពីក្រោយខ្នងទេអញទៅតែវាយប្រាប់ហើយខ្ញុំគ្រាន់តែនិយាយខ្ញុំមិនបានប្រើពាក្យថារឿងប៉ុនកូនដៃទេខ្ញុំគ្រាន់តែនិយាយថារបួសកូនដៃមួយមិនគួរទុកឲ្យរូបរាងកាយទាំងមូលវាពិការទេមានន័យថារឿងព្រំដែនកម្ពុជាថៃ
មិនគួរធ្វើឲ្យគាំងដំណើរការសេដ្ឋកិច្ចសង្គមនៅខាងក្រោយទេរាប់តែបញ្ហាចូលឆ្នាំចឹងបានពេលហ្នឹងខ្ញុំថាអ្នកណាហ៊ានដុតធូបពេលចូលឆ្នាំផ្ទះបាញ់ព្រោះវាមិនចង់ឲ្យយើងចូលឆ្នាំព្រោះយាយយើងពេលហ្នឹងវាឃើញជាអាតិចតិចតប់រំបាត់ដីណាយើងគិតមើលវាជាទំនៀមទម្លាប់ប្រទេសរបស់យើងទៅហើយបើទោះបីទៅនៅកន្លែងណាក៏ដោយនៅក្នុងលេនដ្ឋានក៏ដោយអាពេលទេវតាចុះក៏គង់តែដុតធូបមន្តស័យដើម្បីទទួលទេវតាដែរហើយមិនបើវាហាមយើងមិនឲ្យទទួលទេវតាយើងមានប្រជាជនយើងថា100000នាក់ចុះជាង100000នាក់ដែលកំពុងភៀសខ្លួនតើຕົកឲ្យជិត18លាននាក់នៅគាំងនៅក្នុងផ្ទះដែរហេតុអីសេដ្ឋកិច្ចសង្គមត្រូវតែដំណើរការធម្មតាការផលិតនៅធម្មតាការនាំចេញនៅធម្មតា3ខែដើមឆ្នាំយើងនាំចេញស្មើនឹង18,000 លានដុល្លារកើនឡើង20%អញ្ចឹងទេតើយើងគួរនាំចេញឬមិនគួរនាំចេញឬមិនគួរដោយសារតែសេដ្ឋកិច្ចវាដំណើរការនឹងហើយបានជាមានតែវ៉ែវ៉ាន់យកមកចែកឲ្យបងប្អូននឹងទួលពុកនៅទីនេះប្រាក់ចំណូលជាតិមានទៅបាននាំមកដល់កន្លែងនោះនាំដល់កន្លែងនោះចឹងទេការគិតគូររបស់វាមកព្រៃទៅវាដេកជាងនៅក្រៅប្រទេសនោះប៉ុន្តែវាហាមឃាត់ខ្មែរមកប្រទេសមិនឲ្យធ្វើចូលឆ្នាំមិនឲ្យចូលឆ្នាំវាទៅឈួតឡប់ហើយถ้าវាឡប់ខ្លួនវាទៅវាប្រមូលគេឡប់ហើយអាខាងក្នុងក៏ឡប់ប្រាប់ឲ្យឯកូនទៅពឹសដៃតាម Facebook អើយឯងប្រាប់ហើយអញ5ទៅកុំថាភេកហ៊ុនសែនភេកតាណាក៏ដោយហើយចូលទៅបានដែរហើយទៅចូលជាប់ហើយអត់ទុកទេឲ្យប្រាប់ហើយ5ហើយបើឯងចូលមកកែតម្រូវប្រយមកទៅស្ថាបនាអញយកយល់ហត់បញ្ហាទេនោះប៉ុន្តែឯងមកជេរដាក់ប្រដាសាហើយអញគ្មានទុកខ្វល់ហើយទេប្រហែលហោហើយយកទៅរួយឲ្យតាំងថាក្រឲ្យទេហាមួយឲ្យក្របងក្រឲ្យទេបានតែគេឯងវាយខ្នោះយកទៅបាត់ហាងឯងទេខ្ញុំនិយាយនៅអរិញនេះនោះនិយាយនៅអរិញណែកន្លែងពុនដាវវាចូលទៅឲ្យក្រខ្ញុំនៅអរិញណែនៅហ្វ្រេសញូវាថាក្រទេបានតែគេឯងមានអីតែ2ម៉ោងក្រោយអុកកយកទៅញាត់គុកបាត់ហើយអញគ្មានទុកឯងទេណាហើយមកជឿប្រមាថចៃនៅកន្លែងនេះណានេះមិនមែនជាសិទ្ធិបច្ចេកទេសទេណាការកេជេរប្រមាថការជេរប្រមាថពួកយើងត្រូវតែហាមឃាត់ហើយរឿងហើយខ្ញុំបញ្ជាក់ឲ្យបញ្ជាក់ទៀតសភាពការបែបនេះប្រទេសខ្លះគេអត់នេះទេដូចជាអ៊ុយក្រែនដល់អាណត្តិបោះឆ្នោតប្រធានាធិបតីហើយ2ឆ្នាំរួចទៅហើយក៏អត់បោះទេព្រោះប្រទេសគេដាក់ក្នុងគ្រាមានអាសន្នហើយយើងអត់ដាក់ទៅប្រទេសជាតិក្នុងគ្រាមានអាសន្នឬប្រកាសច្បាប់បញ្ញាសិទ្ធិឬប្រកាសច្បាប់កណែនទូទៅអត់ទេអាហ្នឹងត្រូវច្បាស់អត់មានឯងទឹកថាចង់ឲ្យធ្វើចលាចលនៅខាងក្រោយដើម្បីរំខានដល់ខាងមុខឲ្យផ្ដួលរំលំខ្ញុំសូមបញ្ជាក់ឡើងវិញខ្ញុំបីតែអ្នកណាដែលចង់ធ្វើរំរដ្ឋាភិបាលក្រៅក្របខ័ណ្ឌរដ្ឋធម្មនុញ្ញតែប៉ុណ្ណោះប៉ុន្តែសម្រាប់បកនយោបាយដទៃទៀតគឺអនុញ្ញាតធ្វើទៅប៉ុន្តែឲ្យកុំលួចជេរតាម Facebook ឲ្យសោះអញមានក្រុមតាមរហូតហើយអត់មានចាំយប់តាមថ្ងៃទៅយកទាំងយប់អត់មានព្រោះផតាមជាក់ស្ដែងនៅក្នុងទូរស័ព្ទពួកឯងចាអាហ្នឹងជាគេហៅថាបទល្មើសជាក់ស្ដែងដែលត្រូវយកខ្លួនបើមិនអញ្ចឹងបានទេណាគ្រប់គ្រងប្រទេសមួយมันអាចនឹងទុនជ្រៃបានទេទុនជ្រៃហើយប្រទេសរបស់យើងគឺទៅគ្រប់តាមច្បាប់តាមរដ្ឋធម្មនុញ្ញខ្ញុំសូមបញ្ជាក់ឡើងវិញបងប្អូននៅទីនេះគឺជាដំណាក់កាលនៃការរងចាំដើម្បីយើងបន្តការទាមទារយកដីយើងត្រឡប់មកវិញ
ដោយសន្តិវិធីមិនមែនតដើមយកត្រឡប់មកវិញដោយកម្លាំងយោធាទេដោយកម្លាំងយោធាទេចាំបានជាដាក់ឈ្មោះភូមិនេះគឺភូមិរងចាភូមិរងចាប៉ុន្តែដូចខ្ញុំបានបញ្ជាក់មិនអញ្ចឹងនាយករដ្ឋមន្ត្រីគាត់ប្រាប់ខ្ញុំហើយអញ្ចឹងខ្ញុំនិយាយបដ ாய் ទៅដើម្បីកុំឲ្យបងប្អូនស្ទាក់ស្ទើរបើទោះបីជាផ្ទះនោះយកបានត្រឡប់មកវិញក៏ផ្ទះនេះគេមិនដកហូតទៅវិញដែរអញ្ចឹងទេធ្វើឧស្សាហ៍ទៅហើយឥឡូវមកថានាយករដ្ឋមន្ត្រីគាត់មិនព្រមខ្ញុំទិញយកទាំងអស់ខ្ញុំទិញយកទាំងអស់បើនាយករដ្ឋមន្ត្រីវាមិនព្រមមានន័យថាអានេះវាក៏អត់កាត់បើឲ្យវាទេប៉ុន្តែការពិតខ្ញុំមិននឹកស្មានថានាយករដ្ឋមន្ត្រីនេះគឺមានរបួនលឿនបែបនេះនៅពេលដែលខ្ញុំឃើញហើយជាបង្ហែពិសេសដែលគេបង្ហោះដ្រូនថតពីលើមើលទៅដូចជាអីណែបូរីមួយចឹងគ្រាន់តែបូរីរបស់យើងវាមិនដូចបូរីដែលគេផ្ទះធំធំប៉ុន្តែឥឡូវនេះយើងកំពុងកសាងបន្តទេក្រៅគឺអាផ្ទះប្រហែល2805ខ្នងដែលរួចរាល់នៅកសាងប្រហែលដល់ណា513ខ្នងទៀតដើម្បីបន្ថែមឲ្យបងប្អូនអាចរស់នៅបានការដែលយើងដេកនៅតាមអីនេះទៅវាលំបាកហើយអញ្ចឹងដើម្បីសុខភាពរបស់បងប្អូនជំរឿសដែលល្អជាងគេគឺនៅទីនេះมันអាចថាផ្ទះក៏ទៅមិនបានផ្ទះរបស់យើងផ្ទាល់ក៏ទៅមិនបានបងប្អូននៅកន្លែងមួយសុកមកឈឺកាត់អីអញ្ចឹងទៅរៀបចំតាំងពីផ្សារណាផ្សារលោដូណាសាលារៀនណាមន្ទីរពេទ្យទៅរៀបចំហើយអាផ្លូវចូលមកហ្នឹងទៅត្រៀមចាក់កស៊ូអាតារាទៅចាក់កស៊ូអាណាទៅធ្វើអាហ្នឹងឲ្យភូមិរងចាំរបស់យើងคล้ายទៅជាភូមិដែលស្អាតហើយដែលមានដំណាំដាំដុះដើម្បីឲ្យមានការប្រឡងប្រណាំងទៅចេញជាតសក់ចេញជាសណ្ដែកគួរចេញជាស្អីតែយើងអាចដាំទៅបានហើយខ្ញុំឃើញថាស្មារតីប្រជាពលរដ្ឋរបស់យើងគឺល្អណាស់សាមគ្គីគ្នាហើយសូមកុំទន្ទឹងរង់ចាំណាមួយទៅលើបញ្ហាការបើកព្រំដែនរវាងកម្ពុជាថៃខ្ញុំបានបញ្ជាក់ហើយយើងអត់ចាំបាច់ហើយក៏មិនចាំបាច់ទៅលើកទំនប់លើកអីដែរហើយរឿងថៃធ្វើល្បងគឺធ្វើទៅតែធ្វើលើដីថៃកុំធ្វើលើដីខ្មែរតែប៉ុណ្្នឹងប្រទេសកម្ពុជានិងវៀតណាមប្រទេសកម្ពុជានិងឡាវប្រទេសកម្ពុជានិងថៃជាមួយនឹងកម្ពុជាថៃជាមួយម៉ាឡេស៊ីថៃជាមួយម៉ាយ៉ាម៉ាថៃជាមួយនឹងឡាវគឺត្រូវគោរពនៅលើកិច្ចព្រមព្រៀងដែលមានថៃជាមួយម៉ាឡេផ្សេងថៃជាមួយនឹងម៉ាយ៉ាម៉ាផ្សេងថៃជាមួយកម្ពុជានិងឡាវគឺតែមួយទេបើលុកខាងកម្ពុជាគឺទៅលុកជាមួយឡាវដូចគ្នាប៉ុន្តែនេះវាជាការប្រមាថដូនតាដែលបានចុះហត្ថលេខាកាលពីឆ្នាំ1914ឆ្នាំ1904និង1907ចឹងបញ្ហានេះទៅគិតណាខ្ញុំមិនចង់បដៅទៅអ្នកនយោបាយប្រទេសផ្សេងទេក៏ប៉ុន្តែខ្ញុំមានសិទ្ធិនឹងនិយាយក្នុងឋានៈជារដ្ឋគោរពច្បាប់របស់កម្ពុជាហើយខ្ញុំសូមបញ្ជាក់មិនដឹងថាខ្ញុំនៅកន្លែងណាទេខ្ញុំភ្ញាក់តាមម៉ោង3កន្លះហើយខ្ញុំទៅតាណៅមកការពិតខ្ញុំបានសួរហោហែមកជាមួយអាដាមអ៊ុំរតីថានៅចាំពេញគោលដៅប៉ុន្តែខ្ញុំសូមអធិស្ឋានដែរថាខ្ញុំអាសាចុះមើលនោះហើយ
អាដាមគុណគីមមេរៀបចំណោះប៉ុន្តែខ្ញុំចង់មុននឹងរៀនហើយដើរទៅធ្លាក់ផុកមកជើងនឹងប៉ុណ្ណឹងរឿងផុកប៉ុណ្ណឹងវាមិនពិបាកសម្រាប់ខ្ញុំទេព្រោះខ្ញុំធ្លាប់ដេកនឹងខ្នប់ផុកទៀតនោះណាអតីតកាលរបស់ខ្ញុំដេកផុកព្រោះធ្វើទៅហ៊ានវាមិនដែលបានដេកស្រួលទេ